បាសង្គ្រាមធំអាចប្រើប្រាស់ពេលវេលារយៈពេលមួយឆ្នាំទម្រាំបញ្ចប់បើដោយសង្គ្រាមពេលបច្ចុប្បន្នអាចប្រើពេលវេលាយ៉ាងយូរមួយខែទៀតមែនទែនទៅនៅសង្គ្រាមធំប្រកាសណាស់ការខូចខាតដ៏ធំរាប់សិបដងតាមការព្យាករណ៍សង្គ្រាមរវាងប្រទេសនិងប្រទេសសេដ្ឋកិច្ចពាណិជ្ជកម្មទេសចរណ៍ការដឹកជញ្ជូនត្រូវបិទទាំងអស់ប្រជាពលរដ្ឋអាចលើសពី100,000នាក់ត្រូវស្លាប់លះបង់ជីវិតនៅក្នុងសង្គ្រាមកាន់តែយូរគឺអ្នកស្លាប់រងរបួសខូចខាតកាន់តែធ្ងន់ធ្ងរសង្គ្រាមធំមួយថ្ងៃស្មើទៅនឹងបិទសេដ្ឋកិច្ចមួយខែឯណោះសង្គ្រាមរ៉ាំរ៉ៃសៀមឬថៃវាចង់បានបំផុតមើលតាមទង្វើរបស់វាទោះលះបង់កម្រិតណាឲ្យតែឈ្នះខ្មែរដូច្នេះខ្មែរបច្ចុប្បន្នគឺមានជំរឿ3ដើម្បីធ្វើការជ្រើសរើសទី1គឺធ្វើសង្គ្រាមធំទី2សូមថៃចោះចាញ់ឲ្យផុតអំពីការទទួលខុសត្រូវទី3ស្មារតីទប់ទល់កំទេចសៀមក្នុងផ្ទះរហូតឈ្នះទាំងស្រុងនិងបន្តនីតិវិធីតុលាការអន្តរជាតិដើម្បីប្តឹងរកការទទួលខុសត្រូវខ្ញុំយល់ថាកុំធ្វើសង្គ្រាមធំយើងក៏មិនសូមចោះចាញ់សៀមដើម្បីឲ្យសៀមរួចផុតអំពីការទទួលខុសត្រូវផងដែរប៉ុន្តែយើងជ្រើសរើសវិធីបច្ចុប្បន្នគ្រាន់តែកំសត់អត់ធ្មត់វេទនាគឺអាចឲ្យកម្ពុជាថែរក្សាស្ថិរភាពជាតិបានកុំព្យាយាមយកពងមាន់ទៅចូលជាមួយនឹងថ្មសុកចិត្តប្រើទឹកបំបែកថ្មល្អជាងបើសួរខ្ញុំបន្តទ្រាំអត់ធ្មត់បែបហ្នឹងតើដល់ពេលណាបើតាមការប៉ាន់ស្មានរបស់ខ្ញុំអាចរយៈពេល1ខែទៀតដើម្បីដើរ3ជំហានទី1បត់ឈូបាញ់ទី2អនុវត្តបោះបង្គោលខ្សែបន្ទាត់ព្រំដែនទី3អនុវត្តពាក្យបណ្ដឹងអន្តរជាតិ ICJ និង ICC បច្ចុប្បន្នទប់ទល់កំទេចការពារគឺការទប់ទល់កុំឲ្យបង្កើតជាសង្គ្រាមធំគឺកំទេចសៀមលើទឹកដីខ្មែរនិងការពារប្រជាពលរដ្ឋខ្មែរឲ្យពួកគាត់ទៅរកកន្លែងសុវត្ថិភាពរួចបន្តសម្ពាធអន្តរជាតិរហូតមានបទឈប់បាញ់ជាបណ្ដោះអាសន្នសិនគ្មានវិធីផ្សេងក្រៅពីនឹងទេបើសៀមវាមានជំរឿផ្សេងក្រៅពីបង្ខំខ្មែរដើម្បីធ្វើសង្គ្រាមពេញលេញទេប្រកាសជាវាមិនធ្វើបែបនឹងទេព្រោះទង្វើនេះគឺជាទង្វើមួយដែលខុសធ្ងន់បំផុតដើម្បីងើបផុតពីការទទួលខុសត្រូវគឺត្រូវតែបង្ខំខ្មែរអ្វីក៏ខ្មែរយើងមានដែរគឺគ្រាន់តែយើងមានវិធីក្នុងការជ្រើសរើសរបស់យើងសង្គ្រាមគឺជាឈាមនយោបាយគឺជាមធ្យោបាយនិងសេដ្ឋកិច្ចគឺជាជីវិតយើងអត់ធ្មត់តស៊ូខិតខំប្រើប្រាស់ទប់ទល់កំទេចនឹងការពារគឺជារឿងដ៏ល្អនិងចាំបាច់សម្រាប់យើងភ្លើងនៃសង្គ្រាមពិតជាក្តៅខ្លាំងណាស់សូមកុំប្រើប្រាស់នៃសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមព្រោះលះបង់ច្រើនណាស់ខ្ញុំសូមសង្ខេបបែបខ្លីដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋស្វែងយល់ត្រឹមតែប៉ុណ្ណឹងចុះមានចន្លោះឬក៏ខ្វះខាតត្រង់ចំណុចណាសូមការអធិស្ឋានទុកជាមុននិងខ្ញុំសូមអរគុណទៅដល់បងប្អូនដែលបានលះបង់ចំណាយពេលវេលាដ៏មានតម្លៃដើម្បីអានតាំងពីដើមរហូតដល់ចប់នៅចុងបញ្ចប់នេះសូមឲ្យបងប្អូនបន្តជឿជាក់ទៅលើរាជរដ្ឋាភិបាលរបស់យើង